dương bắt tỏ từ căn video sẽ gây chúng ta nâng bạc ca mà thấy cho nó sam sầm bay bắt tỏ ta tiệt nhưng bắt chip ruồi bà rắm pì mà được ắt đặt song xa nhung nè nơi không cùng ruộng phai là ca rồi bọc con trăm đại phục đại sầm lập nó ngay cứ mến sầm lập ta nhung mà nè tì cứ sầm lập mà được ắt đặt song xa nhung mà nè tiệt háo yêu miên ca cùng riêng cùng hay vô qua đó vô chỉ vật bảo quật mà cùng riêng nơi trong phu mộng nhung hai nhung ăn ai tâm nè tâm nương từ can quật bàn đời xa nhỏ miên sim tù sập nhóm nơi lừa con trăm đại phục tiền nhung sẵn không tha nè để quật nơi không có xuông cho mỗi khi cho mỗi năm được ắt đặt bao nhóm quật đang chuột đạt tươn mà được ắt đặt bao nhóm oi bây giờ luôn cùng oi đa ha ta na chụp lục rừng môi cố thợ ta bây giờ luôn khục cả lại tới sạ tiếng miên mà được pon pong sầm lập vô chỉ vật bảo quật đồng bay tập bậc cao rướng chui bạo phụ cái này việc để có bọt chiết hay đồng bay tầm lẹ cầm ho ta can cơ xuồng ma tay nhôm phèpในក្នុងវីដេអូនេះបើជីវិតរបស់ខ្ញុំមនុស្សអតីតរបស់ខ្ញុំគ្រួសាររបស់ខ្ញុំទាំងអស់មានបញ្ហាអីប៉ះពាល់ដល់អាយុជីវិតហើយនិងសុខភាពគឺស្នាដៃអាកុំរក់កូនចៅរបស់សម្ដេចពុកហ៊ុនសែនទាំងអស់ព្រោះវាជាមេខ្លងក្បត់ជាតិវានឹងឯងជាអ្នកសម្លាប់ខ្ញុំដល់ទៅ2ដងវានឹងឯងវានឹងជាអ្នកដាក់ទឹកអាស៊ីតឲ្យខ្ញុំផឹកទៅទៀតខ្ញុំនឹងនិយាយរឿងពីដើមដល់ចប់មិនបានខ្ញុំចូលទៅពាក់ព័ន្ធជាមួយនឹងពួកវាទាំងដែលខ្ញុំអត់ដែរស្គាល់ពួកវាតតែសោះមុននឹងចូលទៅដល់រឿងហ្នឹងខ្ញុំបើកបង្ហាញអំពីជំនាញ Cyber Security របស់កូនចៅសម្ដេចពុកបន្តិចកូនចៅសម្ដេចពុកហ៊ុនសែនមានជំនាញ Cyber Security តើតើជាមួយនឹងការក្តោបក្តាប់ទៅលើព័ត៌មានតាមរយៈទូរស័ព្ទដៃរបស់មនុស្សទាំងអស់គ្នាដាក់ចិត្តខ្លួនមានការvoice record មួយទៀតកាមេរ៉ាទូរស័ព្ទដៃទាំងមុខទាំងក្រោយមិនមែនយើងត្រូវការបើកកាមេរ៉ានៅក្នុងទូរស័ព្ទយើងណាទូរស័ព្ទយើងកាន់នៅដៃធម្មតានឹងឯងទូរស័ព្ទយើងដែលយើងកាន់នៅដៃធម្មតានឹងឯងប្រភេទ smartphone យើងគ្រាន់តែកាន់នៅដៃនឹងកាមេរ៉ាទូរស័ព្ទមុខនិងក្រោយត្រូវបានកូនចាំដៃពុកមើលឃើញទាំងអស់អ្វីនៅចំពីមុខកាមេរ៉ាហ្នឹងចឹងត្រូវប្រយ័ត្នប្រយែងខ្ញុំស៊ើបអង្កេតដឹងដល់ទៅព័ត៌មានរឿងជំនាញ Cyber Security អាចប្រើទៅលើអីគេខ្លះរបស់កូនចៅម្ដេចពុកហ៊ុនសែនអញ្ចឹងតិចទៀតយើងនឹងនិយាយគ្នាឲ្យច្បាស់បញ្ជី20ឆ្នាំជាងបកតាជីវិតយើងនឹងទូទាត់គ្នាច្បាស់បើបញ្ជីនឹងអត់តបានទូទាត់អញងាប់ទៅក៏បិទភ្នែកអត់ចិត្តចង់ឲ្យអញងាប់ទូទាត់បញ្ជីសិនទូទាត់បញ្ជីគ្នាឲ្យច្បាស់លាស់ហើយខ្ញុំនៅទៅสนុំពរសុំការជួយពីពុកម៉ែបងប្អូនអ្នកដែលគាត់ធ្វើការនៅក្រសួងអ្នកដែលស្គាល់សង្សារខ្ញុំផ្ដាំបញ្ញាម្ដងហើយម្ដងទៀតប្រាប់គាត់ឲ្យគាត់ប្រយ័ត្នប្រយែងកូនចៅសម្ដេចពុកហ៊ុនសែនកំពុងតែព្យាយាមតាមស្លាប់គាត់យកទៅប្លង់នៅកន្លែងមួយជាមួយខ្ញុំបកត្រឡប់មកវិញសម្ដេចពុកបើសិនជាមនុស្សអតីតសង្សារខ្ញុំមានបញ្ហាប៉ះពាល់ដល់អាយុជីវិតឬការបាត់ខ្លួនឬមនុស្សនៅក្នុងគ្រួសារខ្ញុំមានបញ្ហាអ្វីមួយសិតតែស្នាដៃអាកំរុកកូនចៅម្ដេចពុកដែលជាមេខ្លាំងក្បត់ជាតិទាំងអស់បើខ្ញុំមានបញ្ហាប៉ះពាល់ដល់ជីវិតគឺអាកំរុកកូនចៅរបស់សម្ដេចពុកទាំងអស់បើខ្ញុំហ៊ានជេរក្បាលវាប៉ុណ្ណឹងសម្ដេចពុកចាំមើលថាតើខ្ញុំនិយាយអីគេទៅមុខតទៅទៀតខ្ញុំនឹងឲ្យសម្ដេចពុកដឹងថាអាកំរុកណាជាមេខ្លាំងក្បត់ជាតិបកត្រឡប់មកកាន់ក្រសួងវិញដូចខ្ញុំនិយាយបញ្ជាក់សូមគោរពជូនចំពោះមេដឹកនាំនៅក្នុងក្រសួងមហាផ្ទៃកន្លែងអគ្គខ្ញុំអត់ដឹងថាបងជាអ្នកណាគេទេជាអ្នកគ្រប់គ្រងជាអ្នកសម្រេចនៅក្នុងនេះខ្ញុំធ្វើ request នេះអត់ត្រូវការសំណើ approve ទេ
ថាខ្ញុំឆ្លើយក៏បានតែខ្ញុំសុំទោសបងដើម្បីការពារសុវត្ថិភាពនៅក្នុងក្រសួងដូចគ្នាមិនការពារតែជីវិតខ្ញុំទេគឺការពារអ្នកនៅក្រសួងដូចគ្នាខ្ញុំអត់ខ្លាចងាប់ទេបងកុំឃើញខ្ញុំរត់ពួនចូលមកកិច្ចនៅក្នុងនឹងបងគិតតែខ្ញុំខ្លាចងាប់ខ្ញុំអត់ខ្លាចងាប់ទេបងមានរឿងវែងឆ្ងាយច្រើនខ្ញុំចង់ឲ្យបងដឹងខ្ញុំចង់ឲ្យមនុស្សទាំងអស់គ្នានៅក្នុងក្រសួងដឹងបើមានរឿងកើតឡើងមិនមែនពាក់ព័ន្ធតែមនុស្សនៅក្នុងក្រសួងទេមិនមែនពាក់ព័ន្ធតែជីវិតខ្ញុំឬអតីតខ្ញុំឬគ្រួសារខ្ញុំទេមានរឿងពាក់ព័ន្ធប៉ះពាល់វែងឆ្ងាយទៅច្រើនទៅមុខបន្តទៀតមានរឿងច្រើនចាំស្រាប់ខ្ញុំនិយាយតទៅមុខទៀតហើយគ្មានអ្នកណាគេស្គាល់ខ្ញុំច្បាស់ជាងកូនចៅសម្ដេចពុកដែលតាមដានខ្ញុំ24ម៉ោងក្នុងមួយថ្ងៃមុនពេលដែលខ្ញុំមកត្រូវបានកូនចៅសម្ដេចពុកធ្វើបាបប្រហែលឆ្នាំមុនខ្ញុំធ្លាប់ធ្វើការនៅក្នុងក្រុមហ៊ុនកសិកម្មខ្ញុំនិយាយរឿងមួយឲ្យស្ដាប់ខ្ញុំមួយកូនចៅខ្ញុំម្នាក់ទៀតជាមនុស្សស្រីគាត់មានផ្ទៃពោះ7 8ខែខ្ញុំពីរអ្នកគាត់តែងតែបើកឡានឡើងលើភ្នំទៅជួបជាមួយនឹងអតិថិជនទៅចុច GPS នៅលើដី70ហិកតា100ហិកតា200ហិកតាណារាប់រយហិកតាដើរនៅលើភ្នំកន្លែងណាដែលខ្ញុំអាចបើកឡានឡើងលើភ្នំបានគឺខ្ញុំបើកឡានឡើងដើម្បីទៅចុច GPS ឬមួយក៏ទៅសិក្សាអំពីទីតាំងភូមិសាស្ត្រនៅលើភ្នំអីចឹងទៅមានថ្ងៃមួយមានការបើកឡាននៅលើភ្នំហើយឆ្លងស្ពានពីភ្នំមួយទៅកាន់ភ្នំមួយទៀតហើយស្ពាននោះគឺស្ពានឈើពេលដែលខ្ញុំឆ្លងពេលដែលខ្ញុំឲ្យបុគ្គលិកគាត់បើកឡានឡើងទៅស្ពានហ្នឹងខ្ញុំនៅក្នុងឡាននឹងដែរណាក៏មានការបាក់ស្ពាននឹងធ្លាក់កង់ឡានមកកណាត់ទៅមុខខ្ញុំចង់ឲ្យកូនចៅម្ដាយពុកស្ដាប់ឮនៅអតីតកាលដែលខ្ញុំតស៊ូកន្លងមកហើយពេលដែលខ្ញុំរួចជីវិតពីការតាមស្លាប់វាអត់ចម្លែកទេមនុស្សយើងមានបន់មានបាបរៀងខ្លួនខ្ញុំធ្លាប់បើកឡានធ្លាក់កង់ឡានមកកណាត់មុខចុះនៅពាក់កណ្ដាលភ្នំនៅសល់មកកណាត់ក្រោយនៅលើគោកមកកណាត់មុខធ្លាក់ចុះបាត់ហើយខ្ញុំនៅក្នុងឡានហ្នឹងជីវិតខ្ញុំពេលហ្នឹងអត់ដូចពេលហ្នឹងអត់ខុសគ្នាពីពេលឥឡូវហ្នឹងទេអារម្មណ៍មួយហ្នឹងអាយកជីវិតយកទៅផ្ញើនៅលើភ្នំយកជីវិតមកផ្ញើនៅលើបាតដៃរបស់សម្ដេចពុកនេះវាអត់ខុសគ្នាទេខ្ញុំអាចជាមនុស្សស្រីម្នាក់ដែលមានអត្តចរិតមួយគឺរឹងមាំទោះពេលខ្លះខ្ញុំជុំក៏ដោយតែភាពរឹងមាំរបស់ខ្ញុំអត់ប្រឈប់ទៅនឹងទេហើយគុំគំរាមខ្ញុំមិនសោះថាអ្នកណាគេថាខ្ញុំក្បាលហឹងវាជារឿងមួយផ្សេងតែអ្វីដែលខ្ញុំជួបប្រទះនៅក្នុងជីវិតកន្លងមកដល់ថ្ងៃនេះមិនធម្មតាដូចគ្នាខ្ញុំនឹងទូទាត់បញ្ជីជាមួយនឹងកូនចៅសម្ដេចពុកឲ្យចាប់គ្រប់ផ្នែកទាំងអាសក្តីងាប់ហ្នឹងវាឆ្លងកាត់មកច្រើនដងហើយខ្ញុំបើកឡានឡើងភ្នំចូលស្ទឹងចូលបឹងជីវិតប្រភេទអញ្ចឹងអាផ្សងគ្រោះថ្នាក់បើកឡានពីខេត្តមកពេញកំណត់ពេលវេលាលឿនជាទីបំផុតធ្វើឲ្យអស់ហើយមិនមែនអ្នកណាក៏អាចគំរាមជីវិតខ្ញុំបានសួរស្រីតាមអំពើចិត្តដែរមិនដូចខ្ញុំមុនពេលងាប់ត្រូវចរចាគ្នាត្រូវតតាំងគ្នាសិនហើយខ្ញុំផ្ដាំឲ្យ5ទៀតបើខ្ញុំងាប់កូនចៅសម្ដេចពុកអត់ពាក់ព័ន្ធអ្នកណាទាំងអស់គឺកូនចៅសម្ដេចពុកជាមេខ្លោងក្បត់ជាតិនាំសៀមប៊ុនស៊ីនផាត់ខ្លាំងមកប្លន់ដីខ្មែរបន្ទាប់ពីវារួមដៃគ្នាប្លន់ខ្ញុំបរាជ័យទោះកូនចៅសម្ដេចពុកមានភ័ស្តុតាងអីក៏ដោយព្រោះកូនចៅសម្ដេចពុកចូលចិត្តប្រមូលយកសម្លេងចាស់របស់គេយកទៅកាត់តចិញ្ច្រាំបើខ្ញុំងាប់កូនចៅសម្ដេចពុកបើអតីតសង្សារខ្ញុំមានបញ្ហាអីកូនចៅសម្ដេចពុកខ្ញុំនិយាយហើយនិយាយទៀតគឺកូនចៅរបស់សម្ដេចពុក